còn là ba các bạn bị đau mất ngăn tì này nhà này có cho chặt nhầm oyster cho mùi nắng ở chín áអាចមើលវីដេអូនេះបានបើចាំបាច់ហត់ទៅដល់ Sydney ញ៉ាំអីនៅ Melbourne យើងក៏មានកន្លែងញ៉ាំតែឆ្ងាញ់ពីមុនគឺខ្ញុំអត់ដែរដឹងថានៅ Melbourne យើងគឺមានកន្លែងលក់គ្រឿងស្មុតដូចនៅ Sydney អញ្ចឹងនិយាយទៅគ្រឿងស្មុតកន្លែងគេហ្នឹងគឺស្រស់ៗហ្មងហើយបើនិយាយពី Orchid វិញណាគឺឆ្ងាញ់មែនតើហ្មងហើយវាអត់មានក្លិនឆ្អាបអត់មានអីទាំងអស់និយាយទៅញ៉ាំជាមួយនឹងក្រូចឆ្មាមានអារម្មណ៍ថាខ្ទិះហ្មងហើយឥឡូវហ្នឹងកន្លែងហ្នឹងគឺនៅ Footscray បងអាចមើលតាមវីដេអូនេះបានទៅញ៉ាំគ្រឿងស្មុតគឺយើងមកទិញកាហ្វេសិនអញ្ចឹងកន្លែងកាហ្វេនេះគឺ chill មែនតើបងកន្លែងគេអង្គុយវិញនិយាយពីថាបរិយាកាសគឺ chill សាហាវហ្មងហើយនិយាយពីកាហ្វេគេវិញគឺឈ្ងុយហ្មងហ្នឹងអញ្ចឹងនេះបានកាហ្វេម្នាក់កែវអូយមកមេខ្ញុំមកឡើងសេតហ្មងគេអត់បានញ៉ាំដែរអញ្ចឹងយើងទិញកាហ្វេហើយយើងក៏បន្តទៅណាដើរទៅទៀតតាមពិតជាក់ស្ដែងគឺខ្ញុំចង់នាំម៉ាក់ខ្ញុំទៅស្គាល់សា Footscray Market ទេតែសា Footscray Market ហ្នឹងគឺវាដូចទៅនឹងសាថ្មីឬក៏ Olympic យើងនៅស្រុកខ្មែរអញ្ចឹងដើរទៅក៏ឃើញហាងគ្រឿងស្មុតមើលទៅគ្រឿងស្មុតគឺវាស្រស់ៗមែនតើហ្មងអញ្ចឹងក៏ចូលមើលបន្តិចទៅតែមានតែចូលមើលហើយគឺជាប់ចិត្តនៅខាងក្នុងហ្នឹងហ្មងគឺវាស្រួលទៅដល់គ្រឿងស្មុតផ្លែហើយណាមួយគឺគ្រឿងស្មុតអស់ហ្នឹងនៅស្វិនប័រយើងគឺអត់មានជាពិសេសអាយ៉ាប៊ីនេះហ្មងយ៉ាប៊ីនេះគឺស្រស់ៗមែនតើមកហើយខ្ញុំក៏មានយ៉ាប៊ីប៉ុន្តែខ្ញុំឃើញសិទ្ធិភាពច្រើនកតែនឹងក៏មានហើយមានទាំងទុំបើនិយាយពី oyster វិញមានគ្រប់សាយទំហំមកយើងហ្មងហើយគេគាត់ព្រាមទៀតគាត់ព្រាមញ៉ាំព្រាមមកនិយាយពីរសជាតិវិញឲ្យអួយហ្មងនិយាយទៅស្រស់ខ្លាំងមែនតើហ្មងហើយមកនិយាយពី lobster វិញមានគ្រប់ទំហំមានគ្រប់សាយមានគ្រប់តាមតម្លៃតាមហ្នឹងហ្មងនិយាយទៅមានទាំង lobster tail មានទាំង North New South Wales ដូចគេថាគាត់ធំនៅក្នុងស្នាញ់ហ្នឹងវិញអាហ្នឹងប៉ាហឺហ្នឹងវិញនិយាយពីថាប៉ាហឺហ្នឹងគឺធំមែនតើហ្មងគឺធំជាងបាត់ដៃខ្ញុំទៀតនៅហ្នឹងមិនត្រឹមតែលក់ជាមួយនឹងគ្រឿងស្មុតទេគេមានលក់ជាវ៉ាយូពេកក៏គេមានដែរហើយគេមានលក់ជាត្រីស្ងួតមានអីនៅហ្នឹងនិយាយទៅនៅហ្នឹងគឺមានលក់ច្រើនមែនតែម្ដងសម្រាប់ខ្យងវិញក៏គេមានលក់ដែរនៅខាងក្នុងហ្នឹងខ្យងគឺគេមានតាមទំហំតាមតម្លៃឲ្យយើងរកតាមហ្នឹងហើយបើនិយាយពីបាហឺវិញគ្រប់ក៏គេមានដែរអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងគេមានតាមតម្លៃតាមគ្រាប់តាមសាយឲ្យយើងរកអញ្ចឹងណាថាអ្នកដែលគាត់ចូលចិត្តញ៉ាំគ្រឿងស្ងួតអាចទៅសាកមើលកន្លែងហ្នឹងបានហើយបើនិយាយពី PP វិញក៏គេមានតាមទំហំដែរមានទូចក្តារធំអញ្ចឹងទៅហើយតម្លៃគេគឺតាមនឹងដែរហើយនៅកន្លែងហ្នឹងគឺគេទីតាំងគេហ្នឹងគឺឈ្មោះ Live Seafood នៅ Footscray ដើរមើលគ្រឿងសមុទ្រហើយគឺខ្ញុំអត់ទាន់ញ៉ាំទេអញ្ចឹងដោយសារខ្ញុំចង់នាំម៉ាក់ខ្ញុំទៅ Footscray Market អញ្ចឹងដើរក៏មកអង្គុយស្ដាប់ពូវាជាតែអូខេមួយសិនមិនដែរក្រៅអូខេក៏អត់ព្រោះអត់និយាយទៅដើរមកហ្នឹងកូនដើរគឺមកសា Footscray Market ទេតែចៃដន្យអីនៅសាហ្នឹងថ្ងៃអាទិត្យហ្នឹងគឺគេបើគេសេតហ្មងណាខ្ញុំថានាំម៉ាក់ខ្ញុំមកមើលសាហ្នឹងដើរសាហ្នឹងមើលលេងអញ្ចឹងណាតែមានណាចៃដន្យអីថ្ងៃអាទិត្យគេអត់បើមិនដឹង Footscray ហ្នឹងគឺស្រួលទៅដល់ជនជាតិវៀតណាមខ្លាំងមែនតើហ្មងខ្ញុំទៅណាក៏ជួបតែវៀតណាមដែរហើយបើនិយាយពីហាងវៀតណាមវិញគឺសឹងតែថាគ្រប់កន្លែងហ្មងអញ្ចឹងខ្ញុំដើរបកមកវិញទិញគ្រឿងសមុទ្រញ៉ាំដោយសារយើងគោលដៅយើងថាយើងទៅមើលសាទេតែប៉ុន្តែសាហ្នឹងអត់បើអញ្ចឹងយើងមានតែត្រឡប់មកវិញមកទិញគ្រឿងសមុទ្រហើយអង្គុយញ៉ាំហើយយើងបកទៅផ្ទះវិញអញ្ចឹងណាអូខេអញ្ចឹងខ្ញុំមក order គ្រឿងសមុទ្រញ៉ាំជាមួយនឹងOrchid ញ៉ាំហើយខ្ញុំហៅគ្រឿងសមុទ្រហ្នឹងគឺខ្ញុំហៅ oyster គ្រាប់ធំហ្នឹង4គ្រាប់ហើយទូហ្នឹងhalf ខ្ញុំមានថែមជាមួយនឹងកម្មប្រមាសមុទ្រមួយដែរព្រោះដោយសារខ្ញុំចង់សាកម្មប្រមាសមុទ្រហ្នឹងខ្ញុំធ្លាប់ញ៉ាំពីមុនមកដែរប៉ុន្តែវារៀងឆ្អាបអញ្ចឹងខ្ញុំចង់សានៅនេះថាវាស្រស់អញ្ចឹងជាមួយវាឆ្អាបអត់អញ្ចឹងខ្ញុំញ៉ាំកម្មប្រមាសមុទ្រគឺខ្ញុំមកញ៉ាំជាមួយនឹង oyster សិនព្រោះ oyster ហ្នឹងគឺខ្ញុំចូលចិត្តញ៉ាំខ្លាំងមែនតើហ្មងហើយ oyster ហ្នឹងគឺនិយាយពីថាជាតិហើយបងចូលឲ្យក្រូចឆ្មាចូលឲ្យជូរឲ្យខ្លាំងណាដាក់ជាមួយនឹង oyster ស្រស់ជាទៀតអូនឆ្ងាញ់មែនតើខ្ញុំញ៉ាំអស់6គ្រាប់ខ្ញុំញ៉ាំអាធំអស់3គ្រាប់ខ្ញុំញ៉ាំអាទូចអស់3គ្រាប់ទៀតអូនមិនដែរឯងណាញ៉ាំអស់ដល់6គ្រាប់ហើយបើនិយាយពីជាតិសាហាវហ្មងអានេះញ៉ាំច្បាស់តែមួយក្រូចឆ្មាណាឆ្ងាញ់ប៉ុណ្ណឹងហើយទ្រាំតែញ៉ាំជាមួយនឹងទឹកត្រីកកងទៀតដឹងឆ្ងាញ់ប៉ុណ្ណាហើយមកឥឡូវយើងសាកជាមួយនឹងOrchidម្ដងOrchidហ្នឹងក៏យើងត្រូវច្បាស់ក្រូចឆ្មាញ៉ាំចូលដែរនិយាយទៅខ្ញុំមានអារម្មណ៍ថាស្រស់ឆ្ងាញ់ប្លែកឆ្ងាញ់តើឆ្ងាញ់ទេញ៉ាំឆ្ងាញ់ហើយម៉ាក់មកសាកដែរតែគាត់អត់ហ៊ានញ៉ាំទេហើយបើនិយាយពីគ្រូសាខ្ញុំវិញហើយញ៉ាំក៏អត់ញ៉ាំដែរនិយាយទៅមានអត់មានអ្នកញ៉ាំចឹងមានតែញ៉ាំម្នាក់ឯងអូនបញ្ចូលសម្លេងឥឡូវនេះក៏នឹកឃើញដល់រសជាតិហ្នឹងនេះឃ្លានទៀតបាត់ហើយនិយាយមែនអាហ្នឹងគឺឆប់មានអារម្មណ៍ថាឆប់ហើយស្រស់ឆ្ងាញ់ហ្មងគឺអត់មានជាតិឆ្អាបអីមិនតិចហ្មងញ៉ាំគ្រឿងសមុទ្រហើយឈៀងមកទិញនំប៉័ងសាច់ទល់មុខនឹងសាកញ៉ាំម្ដងអញ្ចឹងនំប៉័ងទល់មុខហ្នឹងក៏ឆ្ងាញ់ដែរបងនិយាយថាកន្លែង Footscray ហ្នឹងគឺស្រួលទៅដោយអាហារឆ្ងាញ់ហ្មងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ